បើឃើញអ្នកផ្ទះតែងមួម៉ៅខ្ជិលទំនើងអាចមកពីលក្ខណៈផ្ទះបែបនេះបើមិនឆាប់កែទេអ្នកផ្ទះគ្មានថ្ងៃរស់ស្រួលប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូណាលីហើយដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏មានប្រជាប្រិយភាពមួយរូបព្រមទាំងជាម្ចាស់ក្រុមហ៊ុន Master ណាលីហុងស៊ុយដែលមានឈ្មោះល្បីល្បាញតាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយបែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅក៏ដូចជាការណែនាំពីការរៀបចំពិធីនានាឲ្យបានត្រឹមត្រូវតាមក្បួនហុងស៊ុយនៅពេលថ្មីនេះផងដែរតាមរយៈ page Facebook ផ្លូវការរបស់អ្នកគ្រូដែលមានឈ្មោះថា Master ណាលីហុងស៊ុយបានចែករំលែកក៏ដូចជាណែនាំទៅដល់អ្នកដែលមានជំនឿទៅលើក្បួនហុងស៊ុយអំពីបញ្ហាដ៏សាមញ្ញតូចមួយដែលអាចនាំឲ្យសមាជិកគ្រួសារមិនស្វាហាប់កូនចៅខ្ជិលមិនស្ដាប់បង្គាប់អារម្មណ៍មិនសូវល្អមួម៉ៅច្រើនដែលកត្តានេះគឺពាក់ព័ន្ធជាមួយនឹងផ្ទះដែលមានលក្ខណៈងងឹតតែម្ដងជាស្ដែងអ្នកគ្រូបានបញ្ជាក់ដូចនេះថាផ្ទះងងឹតធ្វើឲ្យសមាជិកនៅក្នុងគ្រួសារមិនមានភាពស្វាហាប់ងងុយគេងមិនចង់ធ្វើការកូនចៅខ្ជិលមិនស្ដាប់បង្គាប់អារម្មណ៍មិនសូវល្អមួម៉ៅច្រើនពិបាកជោគជ័យបន្ថែមលើពីនេះផ្ទះដែលមានក្លិនមិនល្អហប់ខ្យល់ហើយក្តៅផលប៉ះពាល់ងាយនឹងមានបញ្ហាសុខភាពផ្នែកច្រមុះសួតបេះដូងការចងចាំធ្លាក់ចុះមិនសូវរីកចម្រើនអារម្មណ៍មួម៉ៅច្រើនមិនចង់នៅផ្ទះទំនាក់ទំនងមិនល្អ